ជំរាបសួរកូនសិស្សទាំងអស់គ្នាតោះយើងមកអានភាសាខ្មែរថ្នាក់ទី6រឿងទឹកចិត្តមេមាន់កសិករម្នាក់បានចិញ្ចឹមមេមាន់មួយនិងមេទាមួយឲ្យនៅក្នុងទ្រុងជាមួយគ្នាក្រោយមកមេមាន់កើតបានកូន4ចំណែកមេទាកើតបានកូន1ក៏ចាក់ចោលកូនទៅមេមាន់ឃើញកូនទាកំព្រាក៏យកមកចិញ្ចឹមបីបាច់ដូចកូនបង្កើតដែររាល់ថ្ងៃមេមាន់ម្ដាយកូនទាំងអស់រកចំណីគ្រប់ទីកន្លែងថ្ងៃមួយកូនមាន់តូចជាងគេឆ្ងល់នឹងទង្វើរបស់ម្ដាយក៏សួរម៉ែហេតុអ្វីបានជាម៉ែមើលថែកូនទាមេមាន់ឆ្លើយកូនទាកំព្រាអត់មេហើយវានៅតូចណាស់វាត្រូវការថែទាំដូចកូនដែរម៉ែចិញ្ចឹមវាព្រោះវាក៏មានសិទ្ធិរស់រានមានជីវិតដូចក្មេងទូទៅដែរបើម៉ែមិនយកវាមកចិញ្ចឹមតើវារស់ដូចម្ដេចកូនមាន់សួរមេវាទៀតម៉ែគិតចិញ្ចឹមកូនទារហូតឬមេមាន់ឆ្លើយទេដល់វាគ្រប់អាយុម៉ែឲ្យវាទៅរៀនជាមួយកូនហើយដល់ពេលវាអាចចិញ្ចឹមខ្លួនបានម៉ែឈប់ជួយវាហើយយីម៉ែខ្ញុំចិត្តល្អណាស់កូនលាន់មាត់